ក្រមព្រហ្មទណ្ឌមាតិកាទី3ទោសជំពូកទី3របបនៃការប្រកាសទោសផ្នែកទី4ផ្នែកទី5និងផ្នែកទី6ផ្នែកទី4ការផ្អាកការប្រកាសទោសមាត្រា124លក្ខខណ្ឌនៃការផ្អាកប្រកាសទោសក្នុងករណីចោទប្រកាន់ពីបទមជ្ឈិមតុលាការក្រោយពីបានប្រកាសថាជនជាប់ចោទមានពិរុទ្ធអាចផ្អាកការប្រកាសទោសប្រសិនបើលក្ខខណ្ឌដូចតទៅនេះត្រូវបានបំពេញភាពច្របូកច្របល់នៃសណ្ដាប់ធ្នាប់សាធារណៈដែលបង្កឡើងដោយបទល្មើសត្រូវបានបញ្ឈប់ជនជាប់ចោទបានបង្ហាញការធានាក្នុងការចូលទៅរួមរស់ក្នុងសង្គមវិញនិងជនជាប់ចោទសុំរយៈពេលដើម្បីជួសជុលការខូចខាតមាត្រា125សេចក្តីសម្រេចនៃការផ្អាកការប្រកាសទោសការផ្អាកការប្រកាសទោសអាចត្រូវបង្គាប់បានលុះត្រាតែជនជាប់ចោទមានវត្តមានក្នុងសវនកម្មតុលាការកំណត់នៅក្នុងសាលក្រមឬសាលដីកានៅកាលបរិច្ឆេទដែលត្រូវសម្រេចអំពីទោសសេចក្តីសម្រេចអំពីទោសត្រូវតែធ្វើឡើងយ៉ាងយូរបំផុត1ឆ្នាំក្រោយសេចក្តីសម្រេចផ្អាកមាត្រា126សវនកម្មពិនិត្យរឿងដែលបង្អង់នៅពេលសវនកម្មពិនិត្យរឿងដែលបង្អង់នេះតុលាការសម្រេចអំពីទោសផ្នែកទី5របបពាក់កណ្ដាលសេរីភាពមាត្រា127លក្ខខណ្ឌនៃរបបពាក់កណ្ដាលសេរីភាពកាលណាតុលាការប្រកាសទោសដាក់ពន្ធនាគារតិចជាងឬស្មើនឹង6ខែតុលាការអាចសម្រេចថាទោសត្រូវអនុវត្តក្រោមរបបពាក់កណ្ដាលសេរីភាពដើម្បីអនុញ្ញាតឲ្យទណ្ឌិតអាចបំពេញសកម្មភាពវិជ្ជាជីវៈទទួលការសិក្សាឬការបណ្ដុះបណ្ដាលឬការពិនិត្យព្យាបាលជំងឺឬជួយឧបត្ថម្ភដល់សេចក្តីត្រូវការរបស់គ្រួសារមាត្រា128បែបបទនៃរបបពាក់កណ្ដាលសេរីភាពទណ្ឌិតដែលស្ថិតនៅក្រោមរបបពាក់កណ្ដាលសេរីភាពត្រូវបានអនុញ្ញាតឲ្យចាកចេញពីពន្ធនាគារក្នុងរយៈពេលជាកំណត់តុលាការកំណត់នៅក្នុងសេចក្តីសម្រេចរបស់ខ្លួនអំពីថ្ងៃនិងម៉ោងដែលទណ្ឌិតត្រូវបានអនុញ្ញាតឲ្យឬអវត្តមាននៅក្នុងពន្ធនាគារមាត្រា129ការគិតបញ្ចូលរយៈពេលនៃពាក់កណ្ដាលសេរីភាពនៅក្នុងទោសរយៈពេលនៃពាក់កណ្ដាលសេរីភាពត្រូវគិតបញ្ចូលទៅក្នុងថេរវេលានៃទោសដែលកំពុងអនុវត្តមាត្រា130ការរៀបចំនិងការលុបចោលនៃរបបពាក់កណ្ដាលសេរីភាពនៅគ្រប់ពេលតុលាការអាចរៀបចំរយៈពេលនៃពាក់កណ្ដាលសេរីភាពឬក៏លុបចោលនៅរបបពាក់កណ្ដាលសេរីភាពតាមបណ្ដឹងរបស់ព្រះរាជអាជ្ញាតុលាការត្រូវបានទទួលដំណឹងនៅក្នុងលក្ខខណ្ឌដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌមាត្រា131ការចាប់ខ្លួននិងការឃុំខ្លួនទណ្ឌិតព្រះរាជអាជ្ញាអាចបង្គាប់ឲ្យចាប់និងឃុំខ្លួនទណ្ឌិតដែលមិនវិលត្រឡប់មកពន្ធនាគារវិញនៅពេលផុតកំណត់រយៈពេលនៃពាក់កណ្ដាលសេរីភាពផ្នែកទី6ការបែងចែកទោសជាប្រភេទមាត្រា132លក្ខខណ្ឌនៃការបែងចែកទោសជាប្រភេទកាលណាតុលាការប្រកាសទោសដាក់ពន្ធនាគារតិចជាងឬស្មើនឹង1ឆ្នាំ
តុលាការអាចសម្រេចថាទោសនោះត្រូវអនុវត្តជាប្រភាគដោយមូលហេតុធ្ងន់ធ្ងរដែលមានលក្ខណៈជាគ្រួសារជាវិទ្យាសាស្ត្រជាវិជ្ជាជីវៈឬជាសង្គមមាត្រា133បែបបទនៃការបែងចែកទោសជាប្រភេទនៃទោសនីមួយៗមិនត្រូវតិចជាង1ខែទេថេរវេលាសរុបនៃការអនុវត្តទោសមិនអាចលើសពី2ឆ្នាំទេដោយរាប់បញ្ចូលទាំងការផ្អាកការអនុវត្តទោសតុលាការកំណត់ក្នុងសេចក្តីសម្រេចរបស់ខ្លួនអំពីបែបបទនៃការបែងចែកទោសជាប្រភេទមាត្រា134ការកែប្រែរបបនៃការបែងចែកទោសជាប្រភេទនៅគ្រប់ពេលវេលាតុលាការអាចរៀបចំបែបបទនៃការបែងចែកទោសជាប្រភេទឬលុបចោលរបបនៃការបែងចែកទោសជាប្រភេទតាមបណ្ដឹងរបស់ព្រះរាជអាជ្ញាតុលាការត្រូវបានទទួលបណ្ដឹងនៅក្នុងលក្ខខណ្ឌដែលមានចែងនៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌមាត្រា135ការចាប់ខ្លួននិងការឃុំខ្លួនទណ្ឌិតព្រះរាជអាជ្ញាអាចបង្គាប់ឲ្យចាប់និងឃុំខ្លួនទណ្ឌិតដែលមិនវិលត្រឡប់មកពន្ធនាគារវិញនៅពេលផុតកំណត់រយៈពេលនៃការផ្អាកការអនុវត្តទោស